សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះដែរក្រុមការងារពិភពអេឡិចត្រូនិកទទួលបាន Machine Gaming Laptop Series ថ្មីមួយយកមកធ្វើវីដេអូបង្ហាញជូនដល់ប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងពីលក្ខណៈពិសេសដែលមានបំពាក់នៅលើ ROG Zephyrus G14 មួយនេះដូច្នេះចង់ដឹងច្បាស់ថា ROG Zephyrus G14 Series ឆ្នាំ2025មានលក្ខណៈពិសេសអ្វីខ្លះតោះទស្សនាវីដេអូនេះទាំងអស់គ្នាបើយើងនិយាយពីការ design រូបរាងរបស់ Gaming Laptop Series ថ្មីមួយនេះគឺពិតជាមានភាពប្រណិតទាក់ទាញខ្លាំងនិងមានភាពធន់ហាប់រឹងមាំនោះក៏ដោយសារតែ ROG Zephyrus G14 Series ឆ្នាំ2025មានការ design រូបរាងឡើងមកបែបប្លែកកាន់តែទាក់ទាញទាន់សម័យនិងកាន់តែខ្លាំងទាំងផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុង Gaming Laptop Series ថ្មីនេះមានតួខ្លួនស្រោបដោយលោហៈធាតុប្រភេទ Aluminium CNC ដូច្នេះធ្វើឲ្យ Machine Gaming Laptop នេះមានទម្ងន់ស្រាលនិងកាន់តែមានភាពធន់រឹងមាំសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហើយអ្វីដែលធ្វើឲ្យទាក់ទាញថែមមួយកម្រិតទៀតនោះគឺការ highlight ទៅលើការ design នៅលើខ្នង lid ជាមួយនឹងភ្លើង LED Plus Lighting Array មួយបន្ទាត់តែនៅលើកុំព្យូទ័រផ្សេងមិនមាននោះទេហើយភ្លើងនេះអនុញ្ញាតឲ្យយើងអាចធ្វើការ customize ជាមួយនឹងជម្រើស pattern ផ្សេងៗបានតាមការស្រឡាញ់ពេញចិត្តថែមទៀតផងរីឯនៅផ្ទៃបាតម៉ាស៊ីនត្រូវបានរចនាជាមួយនឹងជើងកំណល់ដែលជួយកល់លើកតួម៉ាស៊ីនឲ្យផុតពីផ្ទៃរាបស្មើនឹងការ design រឹងចន្លោះជាច្រើនដែលនេះគឺពិតជាជួយទៅដល់លំហូរខ្យល់ត្រជាក់ចូលនិងធាក់ខ្យល់ក្តៅចេញពីខាងក្នុងដើម្បីជួយរក្សាភាពត្រជាក់នៅក្នុងម៉ាស៊ីនបានយ៉ាងល្អទៀតផងROG Zephyrus G14 2025មានកម្រាស់ស្ដើងល្មមត្រឹមតែ 1.59 សង់ទីម៉ែត្រជាមួយនឹងទម្ងន់ស្រាលត្រឹមតែ 1.57 គីឡូក្រាមប៉ុណ្ណោះGaming Laptop Series ថ្មីនេះត្រូវបានក្រុមហ៊ុន ROG ដាក់ឲ្យដំណើរការនៅលើបន្ទះ chip ខួរក្បាលប្រភេទ AMD Ryzen AI 9 HX 370 Processor 2.0 GHz ដែលមាន12 cores និង24 threads ហើយនឹងមាន RAM ទំហំ64 GB ប្រភេទ LPDDR5X រួមជាមួយនឹងអង្គចងចាំប្រភេទ M2 SSD ទំហំ 2TB PCIe 4.0 NVMe ថែមទៀតផងបន្ថែមពីនេះនៅលើម៉ាស៊ីនដ៏តូចនេះថែមទាំងមានការដំឡើងនៅ graphic card ចំនួនចុងក្រោយប្រភេទ NVIDIA GeForce RTX 5080 Laptop GPU ទំហំ 16 GB ហើយនិង NPU ដែលមានល្បឿនដំណើរការខ្ពស់ដល់ទៅ50 TOPS ដែលធានាបាននៅដំណើរការងារធំៗបានយ៉ាងរលូនមិនមានអ្វីទាក់អាក់នោះទេជាមួយនឹងកម្លាំងបែបនេះគឺបានធ្វើឲ្យម៉ាស៊ីនរបស់ROG Zephyrus G14 Series ថ្មីនេះមានសមត្ថភាពអស្ចារ្យសម្រាប់ការអូសកម្មវិធីប្រើប្រាស់ទូទៅតូចធំបានគ្រប់ប្រភេទគឺមានភាពរលូនត្រូវចិត្តខ្លាំងបំផុតជាពិសេសROG Zephyrus G14 ជាស្រឡាយ laptop Copilot Plus PC ដូច្នេះវាបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI សម្រាប់ជំនួយដល់ការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃបានកាន់តែល្អប្រសើរនិងកាន់តែរលូនជាមួយនឹងការដំឡើងនៅម៉ាស៊ីនដែលមានកម្លាំងខ្លាំងក្លានេះ ASUS ក៏មិនភ្លេចដែរក្នុងការបំពាក់នៅប្រព័ន្ធសារធាតុត្រជាក់ Intelligent Cooling ដែលជាកំណែប្រែថ្មីចុងក្រោយបំផុតរបស់ខ្លួនប្រព័ន្ធនេះធ្វើការរួមគ្នាជាមួយនឹង Liquid Metal Thermal នៅលើ CPU និងកង្ហារ X-Flow Fans ចំនួនទី2ដែលអាចបំភាយកម្ដៅបានយ៉ាងមានប្រសិទ្ធភាពបំផុតហើយដំណើរការយ៉ាងស្ងាត់បំផុតផងដែរសម្រាប់ប្រព័ន្ធកង្ហារ X-Flow Fans ចំនួនទី2នេះបានបំពាក់នៅបច្ចេកវិទ្យា 3-fan Technology ដែលមានសមត្ថភាពជួយឲ្យការបញ្ជូនលំហូរខ្យល់ក្តៅចេញពីម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាពបំផុតជួយឲ្យម៉ាស៊ីនកុំព្យូទ័ររក្សាបាននូវភាពត្រជាក់និងមានស្ថិរភាពដំណើរការបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ព្រមទាំងមិនជាប់ធូលីដីថែមទៀតផងទៅលើផ្នែកអេក្រង់វិញឃើញថាROG Zephyrus G14 Series ឆ្នាំ2025ត្រូវបានក្រុមហ៊ុនបំពាក់នៅបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់បំផុតជាប្រភេទ OLED panels ដែល ASUS ហៅថា Rock Nebula Display OLED បច្ចេកវិទ្យាអេក្រង់នេះគាំទ្រនៅកម្រិតនៃភាពច្បាស់ដល់ទៅ 3K លើខ្នាតអេក្រង់ 16:10 ជាមួយនឹងល្បឿន refresh rate 120Hz និងល្បឿន response time 0.2 មីលីវិនាទីដែលដំណើរការកម្មវិធីនៅលើអេក្រង់ពិតជាមានភាពរលូន smooth ល្អដែលល្អបំផុតសម្រាប់ការដំណើរការលេងហ្គេមបន្ថែមពីនេះអេក្រង់របស់ ROG Zephyrus G14 2025ក៏គាំទ្រនៅបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ 100% DCI P3 Data E Accuracy 1មានមុខងារ OLED panel និង VESA Display HDR True Black 500ជាមួយនឹងកម្រិតពន្លឺខ្ពស់ដល់ទៅ500 nits ដែលមុខងារទាំងអស់នេះជួយឲ្យការបង្ហាញចេញនៅកម្រិតទឹកពណ៌និងកម្រិតពន្លឺរូបភាពឬក៏មាតិកាកម្សាន្តផ្សេងៗនៅលើអេក្រង់ទទួលបាននូវគុណភាពច្បាស់ត្រជាក់ភ្នែកបំផុត Gaming Laptop Series ថ្មីនេះប្រើប្រាស់នៅផ្ទាំងក្តារចុចជាប្រភេទ H2H keyboard ដែលមានគ្រាប់ keycap ធំល្មមនិងភ្លើងនៅផ្នែកខាងក្រោមផ្ដល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទទាំងពេលថ្ងៃនិងពេលយប់ព្រមជាមួយនឹងល្បឿនឆ្លើយតបបានលឿនរហ័សនិងគ្មានសំឡេងរំខាននោះឡើយជាមួយគ្នាដែរ ROG Zephyrus G14 Series ឆ្នាំ2025នេះក៏មាន touchpad ធំជាងមុនដែលពិតជាផ្ដល់នូវភាពងាយស្រួលក្នុងការអូស scroll កម្មវិធីប្រើប្រាស់ផ្សេងៗឬក៏ទស្សនាគេហទំព័រជំនួសឲ្យការប្រើប្រាស់ mouse ថែមទៀតផង
ជាមួយនឹងការ design រូបរាងដ៏ស្ដើង slim របស់ Zephyrus G14 2025 យើងក៏ទទួលបាននូវរុនដំណភ្ជាប់សំខាន់ៗនិងទំនើបមួយចំនួនទៀតផងដែរដូចជាប្រភេទរុន USB-A 3.2 Gen 2 ចំនួន2រុន USB-C 3.2 Gen 2រុន USB-C 4.0រុន HDMI 2.1រុនភ្ជាប់កាសខ្នាត 3.5 mm Cambo Audio Jack និងរុន Micro SD card ជាដើមGaming laptop ស៊េរីថ្មីនេះមានថ្ម9 cell កម្លាំង73 W ម៉ោងគ្រប់គ្រងនៅប្រព័ន្ធសាកភ្លើងលឿនលឿនតាមរយៈឆ្នាំងសាកកម្លាំង200 W AC adapter ចំពោះការភ្ជាប់ប្រព័ន្ធបណ្ដាញនិងចម្លងទិន្នន័យចេញចូលវិញ ROG Zephyrus G14 2025គ្រប់គ្រងជាមួយនឹងបច្ចេកវិទ្យា Wi-Fi 7 និងប្រព័ន្ធ Bluetooth 5.3ដូចនេះក្រោយពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ Gaming Laptop ROG Zephyrus G14 ឆ្នាំ2025នេះប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ជា Gaming Laptop ស៊េរីថ្មីនេះយកទៅប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃគឺអាចរកជាវបានតាមហាងលក់កុំព្យូទ័រយួរដៃនៅទូទាំងប្រទេសកម្ពុជាជាមួយនឹងតម្លៃខ្ទង់$3199បន្ថែមពីនេះក្រុមហ៊ុន ASUS ក៏មានផ្ដល់ជូននៅ Perfect Warranty សម្រាប់1ឆ្នាំដំបូងទៅលើរាល់ការខូចខាតដោយអចេតនាដោយប្រការណាមួយនៅក្នុង1ឆ្នាំដំបូងសូមអតិថិជនជ្រាបថាការផ្ដល់ជូននេះមានសម្រាប់តែផលិតផលផ្លូវការរបស់ ASUS តែប៉ុណ្ណោះដែលអាចរកជាវបាននៅតាមដៃគូសហការរបស់ ASUS